អង្គការសហព័ន្ធជាតិនៃសមាគម UNESCO ជប៉ុន NFUAG បានបើកសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍រហាលនៅក្នុងឃុំតាសៀមស្រុកស្វាយលើខេត្តសៀមរាបអគារមជ្ឈមណ្ឌលសិក្សាសហគមន៍រហាលគឺជាអគារមជ្ឈមណ្ឌលសិក្សាសហគមន៍ទី13ហើយដែលអង្គការសហព័ន្ធជាតិនៃសមាគម UNESCO ជប៉ុនបានកសាងជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងខេត្តសៀមរាបហើយការបើកសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍ទី13រហាលនេះត្រូវបានការផ្ដល់កិត្តិយសអញ្ជើញកាត់ខ្សែបូដោយឯកឧត្តមបណ្ឌិតហងជួនណារុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលក្នុងឱកាសនោះក៏មានវត្តមានផងដែរឯកឧត្តមម៉ៅវុធីអភិបាលរងខេត្តសៀមរាបលោកនូប៊ូរុណូគូឈីអគ្គនាយកអង្គការសហព័ន្ធជាតិនៃសមាគម UNESCO ជប៉ុនបានលើកឡើងថាដោយហេតុថាសង្គ្រាមវាកើតចេញពីក្នុងចិត្តរបស់មនុស្សហេតុនេះគឺពីក្នុងដួងចិត្តរបស់មនុស្សនេះហើយដែលយើងត្រូវបង្កើតគំនិតដើម្បីការពារសន្តិភាពនេះគឺជាធម្មនុញ្ញរបស់អង្គការ UNESCO ហើយឆ្នាំនេះអង្គការ UNESCO ប្រារព្ធខួបទី70របស់ខ្លួនហើយលោកបានបង្ហាញនៅជំនឿចិត្តថាវាពិតជាមានសារៈសំខាន់និងមានអត្ថន័យដ៏ជ្រាលជ្រៅដែលយើងបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារមជ្ឈមណ្ឌលសិក្សាសហគមន៍ទី13រហាលនេះនៅក្នុងឆ្នាំរំលឹកខួបទី70របស់អង្គការ UNESCOលោកបានបន្តថាដោយហេតុថាអាការកម្មគឺជាការអប់រំដ៏ចាំបាច់នៅក្នុងសង្គមរស់នៅហើយការទទួលបាននៅឱកាសអប់រំដោយសេរីនិងស្មើភាពគ្នាវាគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សផងដែរដូច្នេះអង្គការ UNESCO ក៏បានកំពុងលើកកម្ពស់ការអប់រំសម្រាប់ទាំងអស់គ្នាគួរបញ្ជាក់ដែរថាកាលពីឆ្នាំ1989អង្គការសហព័ន្ធជាតិនៃសមាគម UNESCO ជប៉ុន NFUAG បានចាប់ផ្ដើមអនុវត្តកម្មវិធីមជ្ឈមណ្ឌលសិក្សាសហគមន៍ដើម្បីគាំទ្រកម្មវិធីការអប់រំដើម្បីទាំងអស់គ្នារបស់អង្គការ UNESCO ក្នុងគោលបំណងផ្ដល់ឱកាសសិក្សាដល់អ្នកក្រីក្រនិងងាយរងគ្រោះដើម្បីកែប្រែជីវភាពរស់នៅរបស់ពួកគាត់ដោយសម្រាប់នៅប្រទេសកម្ពុជាអង្គការ NFUAG បានអនុវត្តកម្មវិធីមជ្ឈមណ្ឌលសិក្សាសហគមន៍នៅក្នុងឆ្នាំ1994ជាមួយអង្គការ UNESCO ប្រចាំនៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ2006អង្គការ NFUAG បានបង្កើតការិយាល័យរបស់ខ្លួននៅក្នុងខេត្តសៀមរាបសម្ដៅពង្រឹងការគាំទ្ររបស់ខ្លួនដល់កម្មវិធីការអប់រំសម្រាប់ទាំងអស់គ្នារបស់អង្គការ UNESCO នៅខេត្តសៀមរាបឯកឧត្តមហងជួនណារុនបានសម្ដែងនៅអំណរសាទរនិងកោតសរសើរចំពោះអង្គការសហព័ន្ធជាតិនៃសមាគម UNESCO ជប៉ុនដែលបានយកចិត្តទុកដាក់និងជួយរំលែកបន្ទុករបស់ក្រសួងអប់រំក្នុងការអភិវឌ្ឍកម្មវិធីអប់រំក្រៅប្រព័ន្ធតាមរយៈនៃគម្រោងមជ្ឈមណ្ឌលសិក្សាសហគមន៍អង្គរដោយមានការឧបត្ថម្ភគាំទ្រទាំងថវិកាសម្ភារៈនិងបច្ចេកទេសដល់មជ្ឈមណ្ឌលសិក្សាសហគមន៍តាំងពីឆ្នាំ2006ដែលសមាជិកផលទាំងនោះសុទ្ធសឹងតែជាជំនួយឥតសំណងរបស់ប្រជាជនជាតិជប៉ុនឯកឧត្តមបានបញ្ជាក់ថាក្រសួងមានផែនការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ឲ្យបានគ្រប់ឃុំសង្កាត់ពីព្រោះតាមរយៈមជ្ឈមណ្ឌលសិក្សាសហគមន៍យើងអាចអនុវត្តនៅកម្មវិធីអប់រំក្រៅប្រព័ន្ធជាច្រើនដោយផ្ដល់ចំណេះដឹងបំណិនជីវិតនិងជំនាញមុខរបរជូនបងប្អូនប្រជាពលរដ្ឋនិងជាកន្លែងដែលអាជ្ញាធរមូលដ្ឋានស្ថាប័ននិងអង្គការដៃគូអភិវឌ្ឍន៍នានាអាចផ្សព្វផ្សាយនៅព័ត៌មានថ្មីៗប្លែកៗទាំងក្នុងនិងក្រៅប្រទេសជូនដល់សហគមន៍ផងដែរឆ្លៀតក្នុងឱកាសនោះជាមួយនឹងការឧបត្ថម្ភថវិកាមួយចំនួនឯកឧត្តមបានអំពាវនាវសូមឲ្យស្ថាប័នអង្គការដៃគូអភិវឌ្ឍន៍នានាអាជ្ញាធរមូលដ្ឋានសប្បុរសជននិងប្រជាពលរដ្ឋទាំងអស់ចូលរួមឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាពដើម្បីទ្រទ្រង់មជ្ឈមណ្ឌលសិក្សាសហគមន៍រហាលឲ្យមានដំណើរការនិងអភិវឌ្ឍរីកចម្រើនតទៅ